នៅរដ្ឋ South Carolina មជ្ឈមណ្ឌលព្យុះសម្រិតជាតិបានចេញការព្រមានជាបន្ទាន់ភាពកាចសាហាវរបស់ព្យុះកាន់តែកើនឡើងដូច្នេះប្រជាជននៅតំបន់ឆ្នេរត្រូវជម្លៀសខ្លួននៅទីក្រុង Anival នាង Dakota ព្យាយាមកុំងអាហារខ្ចប់ប៉ុន្តែហាងដែលនាងចូលចិត្តបានបិទដោយសារអាកាសធាតុ Dakota មានជំងឺខ្លាចទីធ្លាធំទូលាយដែលធ្វើឲ្យនាងមិនហ៊ានចេញក្រៅប៉ុន្តែដោយសារត្រូវការអាហារនាងបង្ខំចិត្តចេញពីផ្ទះម្ដាយដែលស្លាប់ពេលដើរតាមផ្លូវនាងឃើញអ្នកជិតខាងរៀបចំអីវ៉ាន់ចាក់ចេញពេលឡានទឹកស៊ីរ៉ែនខ្លាំងកាត់មកនាងក៏ភ័យស្លន់ស្លោហើយបកក្រោយវិញនាងបានបុកអ្នកជិតខាងម្នាក់ដែលប្រាប់នាងឲ្យជម្លៀសខ្លួននិងបបួលឡើងឡានគំនិតនេះធ្វើឲ្យនាងខ្លាចខ្លាំងទើបនាងសម្រេចចិត្តទៅផ្ទះវិញនៅម្ខាងទៀតនៃទីក្រុងបងប្អូន3នាក់កំពុងហែលទឹកលេងក្នុងវាលភព Ron បានលោតទឹកយ៉ាងខ្លាំងហើយមិនឃើញអន្តែតឡើងវិញធ្វើឲ្យបងប្អូនរបស់គេបារម្ភមួយភ្លែតប៉ុន្តែគេគ្រាន់តែលេងសើចហើយក៏អន្តែតឡើងមកវិញភាពសប្បាយរីករាយត្រូវបានរំខានដោយឪពុកចិញ្ចឹម Billy ដែលបានស្ដីបន្ទោសពួកគេដែលលេងក្នុងវាលភក់ដ៏គ្រោះថ្នាក់គាត់បានប្រាប់ពីតម្លៃព្យាបាលដ៏ថ្លៃប្រសិនបើពួកគេរងរបួសប៉ុន្តែ Dee គិតថាគាត់មិនដែលជូនពួកគេទៅពេទ្យឡើយនេះធ្វើឲ្យនាងត្រូវស្ដីបន្ទោសបន្ថែមហើយ Billy ក៏នាំពួកគេឡើងឡានទៅនៅរោងចក្រសាច់លេសាដែលមានផ្ទៃពោះប្រញាប់ទៅឡានហើយលាបបដែលត្រូវនៅបន្តដើម្បីបញ្ចប់ការងាររបស់គាត់ពេលកំពុងបើកបរនាងទទួលបានទូរស័ព្ទពីម្ដាយរបស់នាងដែលខឹងព្រោះលេសាប្ដូរពី New York មក Anival តាមគូដណ្ដឹងដែលបោះបង់នាងចោលម្ដាយក៏ប្រាប់នាងថាគេបានបិទផ្លូវ highway ដូច្នេះនាងត្រូវរកកន្លែងខ្ពស់ជាបន្ទាន់នៅកំពង់ផែអ្នកជីវិទូសមុត Dale ប្រាប់ Brian ថាជីវិតសមុទ្រកំពុងផ្លាស់ទីទៅទីខាងជើងរួមទាំងត្រីឆ្លាមផងដែរមានន័យថាពួកគេមិនទាន់បានបំពាក់ឧបករណ៍តាមដានទាន់ពេលទេប្រធានកំពង់ផែ Greg ប្រាប់ថាព្យុះបានឡើងដល់កម្រិតទី6ទើប Dale ទូរស័ព្ទទៅក្មួយស្រី Dakota នៅតែអង្គុយក្បែរទ្វារពេលទូរស័ព្ទរត់ហើយ Dale ចង់ទៅទទួលនាងប៉ុន្តែ Dakota បដិសេធមិនព្រមចេញទោះបីជា Dale រៀបរាប់ពីគ្រោះថ្នាក់ក៏ដោយគាត់យល់ពីអារម្មណ៍នឹកម្ដាយរបស់នាងប៉ុន្តែការនៅផ្ទះមិនអាចជួយសម្រាលការឈឺចាប់បានទេ Dakota គ្រាន់តែសើចហើយបង្អាប់គាត់ថាធ្វើជាអាណាព្យាបាលមិនល្អ Jill សន្យាថានឹងទៅទទួលនាងរួចក៏បិទទូរស័ព្ទបន្ទាប់មក Dakota ព្យាយាមមើលទូរទស្សន៍ប៉ុន្តែគ្រប់ប៉ុស្តិ៍សុទ្ធតែផ្សាយពីព័ត៌មានព្យុះនាងសម្រេចចិត្តភ្ជាប់ទូរស័ព្ទទៅទូរទស្សន៍ដើម្បីមើលវីដេអូចាស់របស់គ្រួសារនៅក្នុងឡាន Billy បន្តស្ដីបន្ទោសនិងគំរាមបញ្ជូនពួកគេទៅកន្លែងចិញ្ចឹមកូនធរវិញ Ron ឃើញមនុស្សរត់គេចហើយសួរថាតើគួរចាក់ចេញដែរទេប៉ុន្តែ Billy ថាគ្រាន់តែខ្យល់ភ្លៀងបន្តិចបន្តួចពេលមកដល់ផ្ទះ Dee បារម្ភខ្លាចបែកកញ្ចក់បង្អួចប៉ុន្តែ Billy ថាគាត់បានដាក់កញ្ចក់ការពាររួចហើយបន្ទាប់មក Billy ទៅរកប្រពន្ធ Rachel នៅជាន់ក្រោមដីហើយរអ៊ូតំពីអ្វីដែលបានកើតឡើង Rachel ប្រាប់ឲ្យគាត់ស្ងប់ចិត្តដោយរំលឹកថាពួកគេទទួលបានលុយដើម្បីមើលថែក្មេង Dee បានមកកាត់ចង្វាក់ប្រាប់ថាឃ្លានហើយឃើញសាច់គោនៅក្នុងទូទឹកកកក្រោមដី Billy ថាវាមិនមែនជារឿងរបស់នាងទេហើយ Rachel ក៏បោះនំបោះឲ្យរួចដេញនាងចេញពីជាន់ក្រោមដីនៅកំពង់ផែអ្នកយកព័ត៌មាន Joe បានសួរ Dale ពីមតិជុំវិញការវាយប្រហាររបស់ត្រីឆ្លាមកាលពីព្រឹកមិញ Joe មិនបានដឹងរឿងនេះទេទើប Joe ពន្យល់ថាមានប្តីប្រពន្ធមួយគូត្រូវបានឆ្លាមស្វាយប្រហារ Joe បញ្ជាក់ថាឆ្លាមស្មិនប្រមាញ់ជាហ្វុងទេប្រហែលជាឆ្លាមគោច្រើនជាង Joe យកមីក្រូហ្វូនហើយនិយាយបំភ្លឺពីឆ្លាមគោដើម្បីទាក់ទាញការចាប់អារម្មណ៍ទើប Dale ព្យាយាមកែតម្រូវដោយសារ Joe មិនស្ដាប់ Dale ក៏ដើរចេញទៅខណៈនោះ Lisa ព្យាយាមរកជំនួយពីហាងនានាប៉ុន្តែគ្មានមនុស្សសោះម្ដាយរបស់នាងទូរស័ព្ទម្ដងទៀតប៉ុន្តែប្រព័ន្ធសេវាត្រូវបានកាត់ផ្ដាច់ពេលនាងមានអារម្មណ៍ឈឺពោះនាងគិតថាដោយសារភ័យពេកហើយក៏ចាក់ភ្លេងដើម្បីបន្ធូរអារម្មណ៍ពេលខ្យល់ចាប់ផ្ដើមបំផ្លាញអគារភ្លើងក៏ត្រូវបានកាត់ផ្ដាច់រលកកាន់តែធំនិងខ្លាំងបានបោកបំបែកទំនប់ការពារនៅមាត់ឆ្នេរនេះធ្វើឲ្យទឹកជំនន់ហូរចូលមកលិចទីក្រុងយ៉ាងលឿនលេសាបើកបរយ៉ាងលឿនហើយស្ទើរតែបុកឡានដឹកទំនិញប៉ុន្តែហ្វ្រាំងទាន់ពេលអ្នកបើកបរគឺបបគាត់ប្រាប់នាងឲ្យត្រឡប់ក្រោយវិញព្រោះដើមឈើដួលបិទផ្លូវប៉ុន្តែទឹកកំពុងហូរមកពីម្ខាងទៀតលេសាក៏សម្រេចចិត្តបើកទៅមុខរហូតដល់ឡានជាប់នឹងដើមឈើបបបន្តបើកទៅទីសំខាន់ទៀតប៉ុន្តែជាអកុសលទឹកបានបោកបក់ឡានរបស់គាត់អូសទៅតាមផ្លូវបុកបង្គោលភ្លើងនឹងអគារពេលផ្លូវទាំងអស់ត្រូវលិចទឹកជ្រុនទឹកបាននាំឡានលេសាទៅបុកដើមឈើហើយមែកឈើបានចាក់ធ្លុះកញ្ចក់ឡានទឹកកំពុងហូរចូលពេញឡានប៉ុន្តែលេសាមិនអាចចេញបានទេព្រោះនាងជាប់គាំងឡានរបស់បបក៏ត្រូវបានទឹកហូរនាំទៅបុកនឹងរូបសំណាកធ្វើឲ្យធុងសាំងធ្លីនឹងហូរចូលក្នុងទឹកមិនយូរប៉ុន្មានវាក៏រាលដាលដល់សមុទ្រនិងទាក់ទាញចំណាប់អារម្មណ៍របស់ត្រីឆ្លាមក្មេងឃើញទឹកលិចចូលទីធ្លាផ្ទះហើយ Rachel ព្យាយាមប្រាប់ប្តីប៉ុន្តែគាត់មិនខ្វល់ឡើយរំពេចនោះរលកបានបោកបំបែកកញ្ចក់បង្អួចធ្វើឲ្យ Billy ដួលទៅលើដី Rachel ចង់ចាក់ចេញប៉ុន្តែ Billy មិនដឹងធ្វើម៉េចទើប Ron រំលឹកថាឡានមានបំពង់ខ្យល់ជំនួយនៅផ្ទះ Dakota ឃើញរលកបោកមកក៏គេចចេញពីបង្អួចមុនពេលទឹកបោកចូលក្នុងផ្ទះនៅជាន់ខាងលើនាងមើលទៅក្រៅហើយឃើញ Lisa នៅក្នុងឡាននៅក្បែរនោះបរិសុទ្ធ2នាក់នៅលើទូកបានឮ Lisa ស្រែករកជំនួយ Scott ក៏លោតទឹកហែទៅរកឡានគេបានឡើងលើដំបូលឡានហើយព្យាយាមរំកិលមែកឈើប៉ុន្តែខ្យល់បានបោកគេធ្លាក់ទឹកម្ដងទៀត Scott ក៏ប្រាប់ Jimmy ឲ្យទៅយកដង្កាប់កាត់ពីលើឡានរបស់ពួកគេពេល Jimmy ហែទៅឡាន Scott និយាយលេងជាមួយ Lisa ដើម្បីឲ្យនាងស្ងប់ចិត្ត
យមីយកបានដង្កាប់ហើយលោតចូលទឹកវិញប៉ុន្តែត្រូវបានទាញចូលទៅក្នុងទឹកយ៉ាងអាថ៌កំបាំងពេលស្កតងាកក្រោយមិនឃើញមិត្តភ័ក្តិរបស់គេក៏ហែទៅរកមើលរំពេចនោះយមីបានអណ្ដែតឡើងមកវិញទាំងស្រែកខ្លាំងព្រោះដាច់ដៃខាងបន្ទាប់មកមានកម្លាំងមួយទាញគេទៅបាត់ហើយស្កតព្យាយាមហែទៅជួយពេលនោះជេខូតែឃើញព្រួយត្រីនៅក្នុងទឹកនាងក៏បើកបង្អួចស្រែកប្រាប់ថាមានឆ្លាមស្កតមនុស្សទេប៉ុន្តែលេសលឺនាងក៏ស្រែកប្រាប់បន្តបបវាសំឡេងអ៊ូអែក៏ធាក់ទ្វារឡានចេញមកក្រៅដើម្បីជួយជាអកុសលពេលគាត់ចេញមកភ្លាមត្រីឆ្លាមបានខំគាត់ជាប់នឹងមាត់ដ៏ធំរបស់វាគាត់ព្យាយាមតស៊ូប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវវាអូសចូលទៅក្នុងទឹកបាត់ទៅស្កតឃើញឆ្លាមនោះហើយព្យាយាមហែកកិច្ចប៉ុន្តែត្រូវវាខំបោកនឹងឡានលេសជាច្រើនដងរួចអូសចូលទៅក្នុងទឹកខណៈនោះដេវនិង Brian មើលព័ត៌មាននៅលើទូករបស់ពួកគេដឹងថាឆ្មាំឆ្នេរសមុទ្របានហាមឃាត់ការធ្វើដំណើរតាមទឹកក្នុងរយៈពេល12ម៉ោងដោយសារខ្យល់ខ្លាំងនិងជ្រុនទឹកគ្រោះថ្នាក់ពួកគេក៏ថា Anivil ត្រូវលិចទឹកនិងមានមនុស្សស្លាប់ជាច្រើនធ្វើឲ្យ Dale បារម្ភពី Dakota គាត់ពិនិត្យប្រព័ន្ធតាមដានលើកុំព្យូទ័រហើយដឹងថាទីក្រុងលិចទឹកដោយសារបាក់ទំនប់ប៉ុន្មាននាទីក្រោយមក Dale និង Brian ជិះឡានជាមួយ Joe និងអ្នកថតរូបរបស់គេពួកគេបានព្រមព្រៀងគ្នាប្រសិនបើ Joe ជូនពួកគេទៅ Anivil ពួកគេនឹងអនុញ្ញាតឲ្យថតគ្រប់យ៉ាងនៅផ្ទះរបស់ Billy គាត់និង Rachel កំពុងដើរកាត់ទឹកដើម្បីទៅយានដ្ឋានក្មេងមើលពួកគេតាមបង្អួចហើយភ័យស្លន់ស្លោពេលឃើញត្រីឆ្លាមពេល Billy ទៅដល់ឡានស្រាប់តែមានឆ្លាមមួយលោតមកខំដៃគាត់អូសចូលទៅក្នុងទឹកបន្ទាប់ពីខំដៃគាត់ដាច់ត្រីឆ្លាមនោះបានបន្តទៅខំស៊ី Rachel ទៀតនៅមាត់បង្អួចក្មេងមើលទាំងក្តីរន្ធត់និងស្រែករកគេជួយ Billy សម្លឹងមើលពួកគេមួយផ្លេតរួចសម្រេចចិត្តបោះបង់ពួកគេចោលហើយរត់ទៅឡានរបស់គាត់ពេលគាត់ហៀបនឹងឡើងឡានត្រីឆ្លាមក៏បានមកខំគាត់ម្ដងទៀតស្រាប់តែក្មេងភ្ញាក់ផ្អើលពេលឃើញ Rachel នៅមាត់បង្អួចតែត្រូវឆ្លាមអូសនាងទៅបាត់នៅក្នុងឡាន Laser ចិត្តលងទឹកស្លាប់ហើយ Dakota ព្យាយាមទូរស័ព្ទទៅ911តែគ្មានអ្នកលើក Laser អង្វរឲ្យជួយតែ Dakota ថានាងចូលទៅចិត្តមិនបានទេព្រោះមានឆ្លាមពេល Laser ប្រាប់ថានាងមានផ្ទៃពោះ Dakota ភ័យស្លន់ស្លោតែនាងតាំងស្មារតីវិញហើយយល់ព្រមជួយនាងចុះទៅក្រោមដើរលើគ្រឿងសង្ហារិមទៅផ្ទះបាយហើយយកកាំបិតមួយបន្ទាប់មក Dakota ចេញពីផ្ទះតាមបង្អួចតែឲ្យធ្លាក់ចូលទឹកសំណាងល្អនាងតោងឡានជាប់ហើយឡើងលើវាបាននាងចាំមើលឆ្លាមបណ្ដាលោតពីកន្លែងមួយទៅកន្លែងមួយបណ្ដារហូតដល់ឡាន Laser នាងប្រើកាំបិតអាដំបូលឡាននិងមែកឈើចេញរួចនាងជួយទាញ Laser ចេញតាមប្រហោងនោះពួកគេក៏បានត្រឡប់ចូលក្នុងផ្ទះវិញបន្ទាប់មក Dakota យកកន្សែងឲ្យ Laser ហើយប្រាប់ថានាងនៅម្នាក់ឯងព្រោះឪពុកម្ដាយនាងស្លាប់អស់ហើយ Laser ថាពួកគេគូឡើងទៅដំបូលដើម្បីដាក់សញ្ញាឲ្យគេជួយតែនាងស្រាប់តែឈឺពោះសម្រាលកូន Dakota ដោះវាំងនន់ហើយប្រញាប់ឡើងទៅដំបូលដើម្បីសរសេរពាក្យសុំជំនួយពេលត្រឡប់មកបន្ទប់វិញ Laser ឲ្យនាងមើលទ្វារមាសដើម្បីប៉ាន់ស្មានពេលកូនកើតDakota មើលទៅឃើញក្បាលក្មេងចេញមកប្រហែល2-3អ៊ីងហើយ Laser គិតថាកូនចិត្តកើតហើយចំណែក Brian កំពុងតាមដានប្រព័ន្ធសមុទ្ររបស់គាត់ហើយឃើញថា Nelly នៅជិតផ្ទះ Dakota ចូលឆ្ងល់ដូច្នេះ Dale ពន្យល់ថា Nelly ជាឆ្លាមស្មៀនផ្ទៃពោះដែលពួកគេតាមដាន3ឆ្នាំមកហើយស្រាប់តែឡានឈប់ព្រោះផ្លូវលិចទឹកខ្លាំងទៅមុខលែងរួចពួកគេចុះពីយន្តដើម្បីរៀបចំទូកហើយ Brian ឃើញថាអ៊ីនធឺណិតដាច់ធ្វើឲ្យគាត់បាត់បង់ប្រព័ន្ធតាមដានពួកគេត្រូវធ្វើដំណើរដោយគ្មានផែនទីពេលចេញដំណើរ Dale ទៅ Greg បញ្ជាក់ថាពួកគេទៅត្រូវផ្លូវហើយទោះបី Greg ប្រាប់ឲ្យចេញពីទីនោះឲ្យលឿនក៏ដោយពេលកំពុងជិះទូកពួកគេឃើញសាកសពសត្វអណ្តែតទឹកដែលត្រូវឆ្លាមស៊ីនៅផ្ទះបងប្អូន3នាក់អង្គុយលើតុដើម្បីគេចពីទឹកដែលលិចផ្ទះពួកគេឃើញទ្វារបើកចំហខ្លាចឆ្លាមចូលមកឬក៏ដើរលើគ្រឿងសង្ហារិមទៅបិទទ្វារពេលនាងរៀបនឹងបិទឆ្លាមមួយក្បាលហែចូលមកហើយរុញទ្វារបើកវិញទីខំតោងស្ទើរតែមិនជាប់ហើយនាងមិនអាចទប់បានយូរទេរនចាំតតែឆ្លាមហែចូលបន្ទប់ផ្សេងទៅដើរលើគ្រឿងសង្ហារិមទៅជួយប្អូនស្រីតនពេលត្រឡប់មកលើកវិញរនថាពួកគេគួរឡើងទៅដំបូលប្អូនមិនចង់ទៅទេតែរនថាទឹកកំពុងឡើងហើយមានឆ្លាម2ក្បាលនៅជុំវិញដំបូងពួកគេត្រូវការនុយហើយនឹកឃើញថាមានសាច់នៅបន្ទប់ក្រោមដីវើថាពួកគេមិនគួរទៅទីនោះទេតែរនរំលឹកថាប្តីប្រពន្ធនោះស្លាប់ហើយក្មេងទាំង3សើចហើយចាប់ផ្ដើមជេរ Billy ដែលធ្វើបាបពួកគេស្រាប់តែគាត់លោតចេញពីទឹកមកលើតុ Billy សួររក Rachel Vaughn ក៏ប្រាប់ថានាងស្លាប់ហើយថែមទាំងបន្ទោសគាត់ដែលបោះបង់ពួកគេចោលពេល Billy អះអាងថាគាត់ទៅរកជំនួយក្មេងមិនជឿទេគាត់ចង់ឲ្យពួកគេធ្វើអ្វីមួយដោយប្រាប់ថាឆ្លាមមិនចូលចិត្តស៊ីក្មេងទេពេលនោះវើឃើញស្រោមសម្បត្តិមួយក្នុងទឹកហើយបើកមើលឃើញមូលពទានបាត់ដែលរដ្ឋាភិបាលផ្ញើឲ្យរាល់ខែសម្រាប់ចិញ្ចឹមក្មេងពួកគេទើបដឹងថា Billy និង Rachel ចិញ្ចឹមពួកគេដើម្បីតែលុយដោយឲ្យពួកគេហូបតែនំប៉័ងឯលុយសយកទៅចាយវាហឺហា Billy ប្រកែកនឹងស្បត់ថាគាត់ស្រឡាញ់ពួកគេតែពួកគេមិនជឿគាត់ក៏ជេរពួកគេទៀតហើយបញ្ជាឲ្យ Vaughn ចុះទឹក Ron ទ្រាំលេងបានក៏ជេរគាត់វិញហើយប្រាប់ឲ្យគាត់ធ្វើខ្លួនឯងទៅពេល Billy បំរុងវីគាត់ Ron រងជាប់ហើយឆ្លៀតទាត់មុខ Billy ធ្លាក់ចូលទឹកឆ្លាមក៏ស្ទុះទៅស៊ីគាត់ភ្លាម Ron ឆ្លៀតឱកាសនោះមុជទឹកទៅបន្ទប់ក្រោមដីគាត់យកបានរបស់ខ្លះតែពេលរៀបចេញអាវយឺតគាត់តាក់ជាប់នឹងទំពប់ឆ្លាមមួយលេចមក Ron ក៏គប់ធុងថ្នាំពោបង្វែរចំណាប់អារម្មណ៍ហើយទាញអាវចេញពីទំពក់ដើម្បីហែលចេញ
គាត់ហើយមកដល់ទៅទាន់ពេលគេចផុតពីការវាយប្រហាររបស់ឆ្លាមបន្ទាប់មកគាត់បើកប្រអប់ដែលយកមកឃើញមានរំសេបផ្ទុះនៅខាងក្នុងមិនយូរប៉ុន្មានទឹកឡើងដល់ជាន់លើនៃផ្ទះ Dakota ហើយលេសកាន់តែឈឺពោះខ្លាំងឡើង Dakota សម្រេចចិត្តថាត្រូវតែទៅយកទូក Scott ហើយនឹកឃើញ Dale ធ្លាប់ប្រាប់ថារំញ័រអាចធ្វើឲ្យឆ្លាមគិតថាជាត្រីរបួសនាងប្រមូលឧបករណ៍ដែលអាចញ័រដូចជាច្រាសដុសធ្មេញអគ្គិសនីបើកវាហើយដាក់ក្នុងថង់រួចបោះចូលទឹកពេលឆ្លាមរវល់នឹងថង់នោះ Dakota ចុះទឹកហើយតោងរបស់របរផ្សេងដើម្បីហែទៅមុខនាងចង់ពើជាប់ក្បាលពេលឃើញឆ្លាមនាងក៏ហែកិច្ចស្រាប់តែពេលរលត់នាងគូសវាតតែភ្លឺវិញហើយភ្ញាក់ព្រឺតពេលឃើញសាកសពអន្តែតទឹកក្រោយពីស៊ីថង់អស់ឆ្លាមពីរក្បាលហែមកជិត Dakota នាងត្រូវបើកជើងឲ្យវាហែកាត់ដើម្បីកុំឲ្យមុតពេលឆ្លាមទៅបាត់នាងក៏ហែទៅដល់ទូកចំណែក Dale ប្រាប់ក្រុមគាត់ពីមូលហេតុដែលគាត់សិក្សាពីឆ្លាមគាត់ពន្យល់ថាសត្វដែលគ្រោះថ្នាក់បំផុតក្នុងទន្លេគឺដំរីទឹកថ្ងៃមួយដំរីទឹកបំរុងវាប្រហារយាវតែត្រូវឆ្លាមពីរក្បាលសម្លាប់វាចោលជាលើកដំបូងដែល Dale ឃើញភាពភ័យខ្លាចក្នុងភ្នែកដំរីទឹកអ្វីដែលឆ្លាមខ្លាចគឺឆ្លាមដែលធំជាងវាទោះបីជារន្ធអគ្គិសនីអាចធ្វើឲ្យវាវង្វេងក៏ដោយពេលនោះ Brian ទទួលបានសញ្ញាលើកុំព្យូទ័រវិញហើយឃើញថាពេញមួយទីក្រុងសុទ្ធតែឆ្លាមពួកគេឃើញឡានស្វាត់ទុកចោលមួយហើយ Dale ឃើញកាំភ្លើងឆក់នៅខាងក្នុងពេលព្រះអាទិត្យរះការខូចខាតដោយសារព្យុះធ្វើឲ្យផ្ទះ Dakota ចាប់ផ្ដើមបាក់ស្រុតបន្តិចម្ដងពេលនេះទឹកឡើងខ្ពស់ស្ទើរតែរុញលេសដល់ពីដានទៅហើយយូសំលេងស្រែកសុំជំនួយ Dakota វាបំបែកបង្អួចផ្ទះមួយទៀតដើម្បីលួចកាំភ្លើងបាញ់ត្រីលេសដឹងថាកូនចិត្តកើតនាងក៏ចាក់ភ្លេងស្ដាប់ដើម្បីបន្ធូរអារម្មណ៍នាងខំប្រឹងសម្រាលកូនតែពេលនោះផ្ទះក៏បាក់ស្រុតនាងត្រូវរមៀលចុះពីគ្រែសំណាងល្អនាងចេះហែទឹកហើយងើបឡើងវិញភ្លាមស្របពេលកូនកើតមកនាងប្រញាប់កូនតែសំលេងយំធ្វើឲ្យឆ្លាមចាប់អារម្មណ៍ពេលឆ្លាមហែមករកនាងយកដុំឈើចាក់វាដើម្បីការពារកូនឆ្លាមមួយទៀតហែមកពីក្រោយលេស Dakota ក៏បាញ់កាំភ្លើងចំមុខវាធ្វើឲ្យវាហែចេញទៅបន្ទាប់មក Dakota អុំទូកទៅរកលេសហើយជួយនាងឡើងទូកតែស្រាប់តែឆ្លាមបុកទូកធ្វើឲ្យធ្លាក់ចូលទឹកទាំងអស់គ្នាពេលនោះក្រុមរបស់ Dale ក៏មកដល់គាត់បើកកាំភ្លើងឆក់ហើយបោះចូលទឹកធ្វើឲ្យឆ្លាមភ័យរត់អស់ជាអកុសលឆ្លាមដែលលេសចាក់នៅតែចង់សង្សឹកតែត្រូវឆ្លាម Nelly លោតមកខាំសម្លាប់យ៉ាងងាយពេលនោះក្មេងយក Scott បិទសាច់ជាប់នឹងរំសេផ្ទុះហើយដុតវាបោះចូលទឹកគ្មានឆ្លាមណាមកទេហើយវនឹកឃើញឯកសារមួយថារំញ័រទើបធ្វើឲ្យឆ្លាមវាប្រហារពួកគេចុះទឹកហើយលោតជាច្រើនដងតតែឆ្លាមលេចមុខមកវនឹងប្រញាប់ហែចេញតែអាវរ៉នតាក់ជាប់ទៀតហើយគាត់ត្រូវគេចពីការវាប្រហាររបស់ឆ្លាមក្រោយពីដោះអាវចេញរ៉នហែទៅពួនជាមួយប្អូននៅក្រោយតូឆ្លាមឡោមព័ទ្ធរំសេផ្ទុះវាក៏ផ្ទុះសម្លាប់ពួកវាទាំងអស់ខ្ទាតឈាមពេញផ្ទះនៅលើតុឃើញសោរបស់ Billy ក្មេងទាំង3ឡើងជិះឡានចេញទៅបាត់ក្រោយពីជួយសង្គ្រោះស្ត្រីនិងទារកហើយ Dale និង Dakota ក៏អោបគ្នា Brian ឲ្យលេសខ្ចីទូរស័ព្ទដើម្បីទេប្រាប់ម្ដាយថានាងមិនអីទេនិងបង្ហាញមុខចៅចូលបន្តថតគ្រប់យ៉ាងពេលពួកគេជិះទូកចេញទៅមួយសន្ទុះក្រោយមក Greg ឃើញថាមានព្យុះសង្គ្រាដ៏ខ្លាំងមួយទៀតកំពុងមកដល់កុំភ្លេចចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទស្សនាវីដេអូថ្មីទៀតអរគុណសម្រាប់ការទស្សនា